អ្នកកាសែតបរទេសម្នាក់បានសួរសំណួរទៅទាហានថៃមួយក្រុមថាតើអ្នកធ្លាប់ដាក់មីននៅលើទឹកដីរបស់ខ្លួនក្បែរព្រំដែនប្រទេសកម្ពុជាឬទេទាហានថៃមួយក្រុមបានឆ្លើយថាមិនធ្លាប់ដែរបានដាក់ទេអ្នកកាសែតបានបន្តសួរថាបើដូច្នោះតើអ្នកគិតថាអ្នកបានដើរចូលក្នុងទឹកដីរបស់ប្រទេសកម្ពុជាឬទេព្រោះថានៅលើទឹកដីរបស់អ្នកក្បែរព្រំដែនប្រទេសកម្ពុជាមិនមានមីនទេព្រោះអ្នកបាននិយាយថាអ្នកពុំដែលបានដាក់មីននោះទេបើយ៉ាងនោះតើអ្នកគិតថាមីននោះជាមីនរបស់កម្ពុជាដែលផ្ទុះនៅលើទឹកដីកម្ពុជាមែនឬទេហើយអ្នកបានដើរហួសចូលទឹកដីរបស់ប្រទេសកម្ពុជាតើដូច្នេះមែនឬទេឃើញសភាពដូច្នេះតាហ៊ាន 3-4 នាក់ដែលនៅក្បែរនោះបានឆ្លើយថាពួកគេធ្លាប់បានដាក់មីនដែរពេលដែលមានសង្គ្រាមជាមួយកម្ពុជាដើម្បីកុំឲ្យតបកម្ពុជារុលចូលអ្នកកាសែតបានបន្តសួរថាបើអញ្ចឹងតើអ្នកគិតថាអ្នកបានដើរចន់មីនដែលខ្លួនឯងបានដាក់ដែរឬទេពួកតាហ៊ានទាំងនោះបានខឹងសម្បាហើយតបទាំងកំរោលថាគ្មានអ្នកណាដើរចន់មីនដែលខ្លួនឯងបានដាក់នោះទេអ្នកកាសែតបានបន្តសួរថាតើអ្នកយល់ថាកងទ័ពកម្ពុជាចូលមកដាក់មីនក្នុងទឹកដីថៃបានតាមរបៀបដូចម្ដេចពួកតាហ៊ានបានឆ្លើយទៅនឹងអ្នកកាសែតថាតាហ៊ានកម្ពុជាអាចចូលមកនៅពេលយប់ឬពេលដែលតាហ៊ានថៃសម្រាប់មិនបានដើរល្បាតអ្នកកាសែតបានសង្កត់សួរថាតើតាហ៊ានកម្ពុជាមិនខ្លាចផ្ទុះមីនដែលអ្នកបានដាក់ទេឬហេតុអ្វីបានជាពួកគេមិនបានចន់មីនយ៉ាងដូចនេះបែរជាមានតែតាហ៊ានថៃទេដែលដើរចន់មីនទៅវិញព្រោះអ្នកបានឆ្លើយថាអ្នកធ្លាប់បានដាក់មីនដែរនៅពេលមានសង្គ្រាមជាមួយកម្ពុជាពួកក្រុមតាហ៊ានថៃនៅស្ងៀមមិនឆ្លើយនឹងសំណួររបស់អ្នកកាសែតឡើយទាំងមានអារម្មណ៍ក្រេវក្រោធអ្នកកាសែតបន្តសួរថាតើអ្នកច្បាស់ឬទេថាព្រំដែននៃប្រទេសរបស់អ្នកនៅកន្លែងណាហើយអ្នកកំណត់ថាទីនោះជាព្រំដែនតាមរបៀបដូចម្ដេចក្រុមពួកតាហ៊ានក៏បានដកយកផែនទីមកបង្ហាញអ្នកកាសែតក៏បានបន្តសួរថាតើផែនទីនេះមានការទទួលស្គាល់ដោយរដ្ឋទាំងពីរដែរឬទេតើផែនទីនេះបង្កើតឡើងដោយរបៀបណាពួកតាហ៊ានក៏លែងឆ្លើយនឹងសំណួររបស់អ្នកកាសែតតទៅទៀតហើយព្យាយាមពន្យល់នៅខ្សែបន្ទាត់ផែនទីនិងកន្លែងដែលកងទ័ពរបស់ខ្លួនបានចន់មីនអ្នកកាសែតក៏លែងសួរហើយការសន្ទនារបស់ពួកគេក៏បានបញ្ចប់តែប៉ុណ្ណេះ